សូមពុកម៉ែបងប្អូនជួយពី Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវហោរាសាស្ត្រព្រមទាំងការទូទាយជាមួយខ្ញុំទាំងអស់គ្នាជារៀងរាល់ថ្ងៃខ្ញុំបាទសូមធ្វើការលំអរកាយគោរពនិងជម្រាបសួរទៅដល់អស់លោកស្រីនិងកញ្ញានិងប្រិយមិត្តពុកម៉ែបងប្អូនទូទាំងស្នេហ៍ជនអស់គ្នាដែលតែងតែនិយមនឹងតាមដានស្ដាប់នៅនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំ2022ជាមួយយើងខ្ញុំនៅតាមបណ្ដាសង្គម YouTube និងតាម Facebook ក្តីទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននៅក្នុងថ្ងៃនេះយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតនៅក្នុងបណ្ឌនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំ2022បាទនៅវេលាថ្ងៃអង្គារបាទនៅក្នុងថ្ងៃអង្គារនេះដែលជាថ្ងៃពុកម៉ែបងប្អូនប្រកបការងាររៀងៗខ្លួនសូមជូនពរទទួលទីមានបានជោគជ័យសំណាងល្អទាំងអស់គ្នានៅក្នុងឱកាសឆ្នាំថ្មីបានចូលមកដល់ទាំងអស់គ្នាហើយនៅក្នុងថ្ងៃនេះផងដែរអស់លោកនេះដែលកើតនៅក្នុងឆ្នាំឆ្លូវចូលនឹងឆ្នាំមកម៉ែឆ្នាំទាំងពីរនេះមិនសូវត្រូវគ្នាទេសូមមេត្តាការប្រុងប្រយ័ត្នប្រយែងនិងយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទើបជាការល្អប្រសើរបាទហើយនៅក្នុងមួយថ្ងៃបាទអង្គារនេះផងដែរគឺទិវាចរទីនេះគឺស្ថិតនៅត្រង់ជើងទេវតាឲ្យឬប្រថ្ងៃសងផ្ទះធ្វើដំណើរកំសាន្តជួញប្រែរកស៊ីភិហ៊ុនអ្វីមួយឲ្យមានការប្រុងប្រែងបាទប្រយ័ត្នប្រយែងរាល់ការងារទាំងអស់គ្នាបន្តទៅមុខដើម្បីទទួលបានភាពជោគជ័យល្អប្រសើរបាទហើយនៅក្នុងមួយថ្ងៃនេះផងដែរលោកអ្នកធ្វើបាទដំណើរទៅមុខណាជួបតែសេចក្តីសុខសំណាងល្អហើយប្រការរកស៊ីទីចិត្តទីឆ្ងាយជួញដូរគោក្របីធ្វើស្រែចម្ការច្បារដំណាំក៏ទទួលបានភោគផលល្អប្រសើរទាំងអស់គ្នាតែម្ដងនៅក្នុងថ្ងៃនេះហើយបើលោកអ្នកសែបគប់ជាមួយនាយមើលមន្ត្រីដែលមានឋានៈដល់ខ្ពង់ខ្ពស់ក៏ទទួលបាននៅយមនាស័ក្តិមួយចំនួនត្រឡប់មកវិញមិនចោតជាមានបញ្ហាធំដុំលំបាកអ្វីមួយមករេស្ទះនោះទេនៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះទីនេះចូលមកដល់ទីនេះចំពោះការមើលក្បួនទិសបាទវិញម្ដងទីនេះក្នុងការជិញដំណើរប្រកបការងាររកស៊ីជួញដូរទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរនៅក្នុងបាទថ្ងៃអង្គារនេះសូមពុកម៉ែបងប្អូនប្រិយមិត្តទូទាំងស្នេហ៍ជនអស់គ្នាបាទសូមធ្វើដំណើរកំសាន្តប្រកបការងារសូមប្រកាន់យកទិសឦសានគឺជាទិសបេរោងរស់លោកអ្នកធ្វើអ្វីមួយតែងតែទទួលបានជោគជ័យនិងសំណាងល្អប៉ុន្តែលោកអ្នកមិនគួរចរយាត្រាទៅទិសនិរដីឡើយគឺជាទិសបេះដូងស្លាប់លោកអ្នកធ្វើអ្វីមួយមិនសូវគប់ប្រសើរឡើយចំពោះការមើលក្បួនទំនាយជ័យឬក្នុងការអង្គុយក្នុងពិធីរៀបមង្គលការពិធីសែនព្រេងនិងលេងល្បែងស៊ីសងដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាប៉ុណ្ណេះនោះបាននៅក្នុងវេលាថ្ងៃអង្គារនេះសូមបាទអស់លោកអ្នកបាទធ្វើការអង្គុយបាទទៅខាងកើតទៅមានជោគជ័យនិងសំណាងល្អបន្តមកលោកអ្នកបែរមុខទៅទិសនិរដីទៅមានជោគជ័យស្វែងមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នាចំពោះការមើលក្បួនបាទកាកបាទយាមក្រឡាដែលលោកប្រានបានចងក្រងក្បួនយាមក្រឡានេះដើម្បីទុកប្រើសម្រាប់កូនចៅជំនាន់ក្រោយក្នុងការជិះដំណើរប្រកបការងាររកស៊ីជួញដូរទីចិត្តទីឆ្ងាយដើម្បីទទួលបានជោគជ័យសេរីសុខស្ដីជ័យមង្គលសំណាងល្អសុខសុវត្ថិភាពទាំងអស់គ្នាផងដែរនៅក្នុងវេលាថ្ងៃបាទអង្គារនេះសូមអរលោកអ្នកធ្វើការអនុវត្តនៅតាមក្បួនយាមក្រឡានេះជាមួយយើងខ្ញុំនឹងមានប្រសិទ្ធភាពខ្ពស់ហើយលើនេះកុំឲ្យខាតពេលសូមចាប់ផ្ដើមសម្រាប់ជាមួយខ្ញុំទាំងអស់គ្នាដូចតទៅចំពោះការជិះដំណើរម៉ោងយប់ព្រឹកចាប់ពីម៉ោង1រងាវដល់ម៉ោង 6:30 នាទីព្រឹកបាត់គឺជាម៉ោងបាត់02មិនន័យតែជាម៉ោងសុខសាន្តរាល់ការធ្វើដំណើរទៅណាមកណាជួបតែសេចក្តីសុខសុភមង្គលក្នុងក្រុមគ្រួសារទាំងអស់គ្នាចំពោះការជិះដំណើរម៉ោងបាត់ពេញពន្លឺចាប់ពីម៉ោង 6:30 ដល់ម៉ោង 11:00 បាត់គឺជាម៉ោង01មិនន័យថាលោកអ្នកធ្វើអ្វីមួយនឹងជួបគ្រោះកាចហើយលោកអ្នកមិនគួរតែប្រុងប្រយ័ត្នប្រយែងអ្វីទេទាមទារមានការយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរចំពោះការជិះដំណើរម៉ោងបាត់ពេញពន្លឺចាប់ពីម៉ោង 6:30 សំទោសម៉ោងថ្ងៃត្រង់ចាប់ពីម៉ោង 11:00 ដល់ម៉ោង 2:00 គឺជាម៉ោង 04មានន័យថាជាម៉ោងគ្រោះកាចចូលលោកអ្នកប្រុងប្រយ័ត្នប្រយែងនិងយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរចំពោះការជិះដំណើរម៉ោងរសៀលចាប់ពីម៉ោង 2:00 ដល់ម៉ោង 5:00 គឺជាម៉ោងកាកបាទមានន័យថាលោកអ្នកធ្វើអ្វីមួយនឹងកើតនៅក្តីអន្តរាយសូមលោកអ្នកទុករបស់របរបានរបៀបរៀបរយដើម្បីជៀសវាងកុំឲ្យមានរឿងរ៉ាវអាក្រក់ដល់ប្រការណាមួយកើតឡើងចំពោះការជិះដំណើរម៉ោងល្ងាចយប់ចាប់ពីម៉ោង 5:00 រហូតដល់ម៉ោងចូលគេងគឺជាម៉ោងផ្នត់0មានន័យថាតទេសុនឈឹងលោកអ្នកធ្វើអ្វីមួយមិនជួបគ្រោះឡើយហើយលោកអ្នកក៏មិនជួបនៅសំណាងអ្វីមួយនោះទេនៅក្នុងចន្លោះម៉ោងនេះធ្វើអ្វីមួយតែងតែទទួលបាននូវភាពរដេរដប់មួយចំនួនហើយលោកអ្នកត្រូវតែប្រឹងប្រែងរាល់ការងារទាំងអស់គ្នាបន្តទៅមុខទៀតទើបជាការល្អប្រសើរបំផុតនៅក្នុងថ្ងៃនេះ
បាទប្រិមត្តបងប្អូនទស្សនិកជនទាំងអស់គ្នាទេណាដែលបានតាមដានស្ដាប់នៅការទូទីនៅអំពីក្បួនមួយចំនួនជាមួយយើងខ្ញុំនៅក្នុងថ្ងៃអង្គារនេះឥឡូវនេះចូលមកបន្តការសម្ដាប់ជាមួយយើងខ្ញុំនៅជោគិតារិស័យនៃហោរាសាស្ត្រឆ្នាំទី12ទៅនៅក្នុងថ្ងៃនេះរិស័យរបស់លោកអ្នកនឹងមានការប្រែប្រួលទៅជាយ៉ាងណានោះសូមតាមដានស្ដាប់ជាមួយយើងខ្ញុំហើយមុននឹងស្ដាប់ខ្ញុំក៏សូមបួងសួងទៅដល់គ្រប់វត្ថុស័ក្តិសិទ្ធិផលនៃពួកដែលមាននៅក្នុងលោកសូមតាមថែរក្សាលោកអ្នកដែលកើតនៅក្នុងឆ្នាំទី12សម្រុកស៊ីបានជោគជ័យសំណាងល្អទាំងអស់គ្នាហើយឥឡូវនេះកុំឲ្យខាតពេលសូមប្រិយមិត្តទាំងអស់គ្នារីរីស្ដាប់ជាមួយយើងខ្ញុំនៅហោរាសាស្ត្រប្រចាំថ្ងៃថាតើនៅក្នុងថ្ងៃអង្គារនេះរិស័យរបស់អ្នកនឹងមានការប្រែប្រួលទៅជាយ៉ាងណានោះសូមតាមដានស្ដាប់ហើយមុនស្ដាប់សូមចុច like ចុច share ចុចពាក្យជាវដាក់រូបបណ្ដឹងទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរាល់ការទូទាយឥឡូវនេះយើងសូមចាប់ផ្ដើមតាមដានស្ដាប់ជាមួយខ្ញុំដូចតទៅបាទទីនេះចូលមកដល់បងប្អូនទូទេសនិកជនរបស់គ្នាដែលកើតនៅក្នុងឆ្នាំជូតចុចតែរិស័យរបស់លោកអ្នកបាននៅក្នុងថ្ងៃនេះឃើញថាឡជីមកភ្ជុំបាទនៅក្នុងថ្ងៃនេះផងដែរដួលរិស័យបានឡជីមកភ្ជុំដូច្នេះហើយលោកអ្នកធ្វើអ្វីមួយក៏ដោយតែងតែសម្រេចជោគជ័យដូចក៏បំណងមួយចំនួននឹងមានភាពរ៉េដប់មួយចំនួនកើតឡើងលីឡំគ្នាមិនសូវល្អទេហើយការរស់នៅតែនឹងជួបនៅផលលំបាកបន្តិចបន្តួចហើយបើការរកស៊ីទៅណាគឺនឹងមានការខាត់បងមួយចំនួនត្រៀមទីមានការបាត់ស្វះស្វែងយកចិត្តក្នុងការបំពេញការងារឲ្យបានខ្ពស់ទៅប្រសើរហើយការធ្វើដំណើរវិញនោះជួបតែស្រីសុខសេមសានដូចសមមួយដងមិនថាទីចិត្តទីឆ្ងាយក្តីមិនថាការប្រកបការងារហើយរីបញ្ញាស្នេហ៍ប្រុសស្រីមានភាពល្អបន្តិចបន្តួចក្នុងក្រុមគ្រួសារมันមានកើតរឿងធំដុំនោះទេហើយសូមលោកអ្នកខមមិនលេខសំណាងបាទគឺលេខ168ដែលជាលេខសំណាងហុងស៊ុយលោកអ្នកធ្វើអ្វីៗមកភាពជោគជ័យល្អប្រសើរជាបន្តមកទីនេះជំនន់អលនេដេកើនៅក្នុងឆ្នាំឆ្លូវជោគជ័យរិស័យនៅក្នុងថ្ងៃនេះឃើញថាស្រត់ចុះបាទនៅក្នុងថ្ងៃនេះដួលរិស័យរបស់អ្នកបានធ្លាក់ស្រត់ចុះលហើយលោកអ្នកធ្វើអ្វីមួយមិនសូវល្អប្រសើរទេទីមទីមានការប្រឹងប្រែងរាល់ការងារបន្តទៅមុខទៀតទើបល្អប្រសើរហើយការប្រកបការងាររកស៊ីជួញដូរទីជាទីឆ្ងាយមិនថាផ្លូវទឹកផ្លូវគោកផ្លូវអាកាសក្តីទីមទីមានការប្រឹងប្រែងរាល់ការងារបន្តទៅមុខទៀតទើបល្អប្រសើរដើម្បីជៀសវាងកុំឲ្យមានរឿងរ៉ាវអាក្រក់កើតឡើងហើយការធ្វើដំណើរទីជាទីឆ្ងាយជួបភាពសក្តិដោយធម្មតាហើយការប្រកបការងារទីជាទីឆ្ងាយផ្លូវទឹកផ្លូវគោកផ្លូវអាកាសក្តីក៏មានភាពល្អប្រសើរមួយចំនួនហើយរីបញ្ញាស្នេហ៍ប្រុសស្រីមានភាពល្អប្រសើរចំពោះក្នុងក្រុមគ្រួសារមិនមានផលលំបាកកើតឡើងនោះទេហើយសូមលោកអ្នកខមមិនលេខសំណាងមកគឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរបាទជាបន្តមកទីនេះចំណោះអស់លោកអ្នកដែលកើនៅក្នុងឆ្នាំខាលជោគជ័យរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកទូបីមិនមានអ្វីសម្បូរបែបពុំមែនក្តីតែក៏មានអ្វីមួយសម្បូរបែបធ្វើឲ្យលោកអ្នកបាទមានភាពសក្តិក្រនស្រួលចិត្តបន្តិចផងហើយការប្រកបមុខរបររកទទួលទាននាទទួលបាននៅផលល្អបង្គួរប៉ុន្តែត្រូវចំណាយកម្លាំងច្រើនទៅបានជោគជ័យចំណែកឯការនិយាយស្ដីក៏បីមានការពិចារណាបានច្រើនទៅប្រសើររីឯលៀបស្ការៈច្រើនបាននៃការខិតខំប្រឹងប្រែងរបស់ខ្លួនចំពោះទឹកចិត្តពោពេញដោយភាពចង់ចាញ់ឈ្នះអ្នកដតីចំណែកឯបញ្ហាស្នេហ៍ប្រុសស្រីត្រូវតោងមានការចេះជាស្រ័យគ្នាបានច្រើនទើបជាការល្អប្រសើរបំផុតមិនមានបញ្ហាអាក្រក់ណាមួយកើតឡើងនោះទេតែមកភាពជោគជ័យរីការធ្វើអ្វីៗនឹងបានភាពជោគជ័យល្អប្រសើរទាំងអស់គ្នាតែម្ដងនៅក្នុងថ្ងៃនេះហើយសូមលោកអ្នកខមមិនលេខសំណាងគឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរទាំងអស់គ្នាបាទជាបន្តមកទីនេះចំណោទអលនីកើនៅក្នុងឆ្នាំថោះជោគជ័យរិស័យនៅក្នុងថ្ងៃនេះឃើញថាស្រត់ចុះបាទនៅក្នុងថ្ងៃនេះការប្រកបមុខរបរអ្វីមួយក៏ដោយលោកអ្នកតែនឹងជួបនៅបញ្ហាបន្តិចបន្តួចចូលយាយីនាំជួបការលំបាកហើយសម្រាប់ការរកស៊ីជួញដូរលោកអ្នកជួបរឿងរ៉ាវខ្វាយខ្វល់ច្រើនព្រោះការធ្វើជំនួញជួញដូរទីចិត្តទីឆ្ងាយមិនសមប្រកបទេតែនឹងមានរឿងរ៉ាវរកម្មចិត្តច្រើនហើយការធ្វើដំណើរទីចិត្តទីឆ្ងាយចូលប្រយ័ត្នអំពីក្រុមនោះបៀតបៀនយាយីដល់ប្រការណាមួយរីបញ្ញាស្នេហ៍ប្រស្រីមានការរកម្មចិត្តនិងមានការពាក់មុខយៈដាក់គ្នាបន្តិចតែទេធ្វើលោកអ្នកមិនសូវមានភាពល្អឡើយទៀមទីមានការប្រុងប្រយ័ត្នប្រយែងនិងយកចិត្តទុកដាក់ចំពោះគ្នាបានខ្ពស់ទើបជាការល្អប្រសើរហើយសូមលោកអ្នកខមមិនលេខសំណាងមកគឺលេខ777ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទបន្តមកទៀតចូលមកដល់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងជោគជ័យរិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សំទៅមុខគឺនឹងមានភាពជោគជ័យកាន់តែបន្តកើតឡើង
ហើយលោកអ្នកមិនមានផលអាក្រក់ណាមួយចូលមកយាយីនោះទេហើយការប្រកបការងារទីឆ្ងាយក៏បានផលល្អប្រសើរដែរទាមទារមានការប្រឹងប្រែងមិនថាការរកស៊ីលេងភាគហ៊ុនអ្វីមួយនោះទេហើយការធ្វើដំណើរវិញនោះជួបតាសេរីសុខសេមសានតាមផ្លូវទាំងពេលទៅនិងត្រឡប់មកវិញហើយចំពោះក្រុមគ្រួសារមានសុភមង្គលល្អផ្អែមល្ហែមល្អចំពោះគ្នាប្រពៃមិនមានរឿងរ៉ាវអ្វីៗមកកើតឡើងលីឡំនោះទេហើយសូមលោកអ្នកខមមិនលេខសំណាងគឺលេខ777ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរតែម្ដងបាទជាបន្តមកទីនេះចំណោលអលនីតិកើនៅក្នុងឆ្នាំអាសាញ់ជោគជតារិស័យនៅក្នុងថ្ងៃនេះបន្តការងើបឡើងខ្ពស់ត្រដែតបាននៅក្នុងពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានល្អប្រសើរកាន់តែប្រសើរឡើងមួយកម្រិតថែមទៀតហើយនៅក្នុងថ្ងៃនេះលោកអ្នកក៏មានភាពជោគជ័យកាន់តែកើតឡើងហើយការប្រកបមុខរបររកទទួលទាននានាក៏ទទួលបានផលចំណេញល្អប្រសើរទាំងអស់គ្នាហើយការនិយាយស្ដីក៏បីមានការប្រឹងប្រែងនិយាយឲ្យមានពាក្យពីរោះពិសេសដើម្បីទទួលបានភាពជោគជ័យលុយកាក់ចូលហូរហៀនៅក្នុងថ្ងៃនេះហើយការធ្វើដំណើរជួបតែសុខភាពបាទសុខដុមរមនាទាំងពេលទៅនឹងត្រឡប់មកវិញមិនចោលជាមានបញ្ហានោះទេហើយរីបញ្ញាស្នេហ៍ប្រស្រីកំឡោះក្រមុំក៏មានភាពល្អប្រសើរនៅក្នុងថ្ងៃនេះហើយសូមខមមិនលេខសំណាងគឺលេខ555ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរទាំងអស់គ្នាជាបន្តមកទីនេះចំណងអលនីរិកើនៅក្នុងឆ្នាំមមីជោគជតារិស័យរបស់លោកនៅក្នុងថ្ងៃនេះឃើញថាស្រុតចុះបាទនៅក្នុងថ្ងៃនេះឌូរិស័យបានធ្លាក់ស្រុតចុះម្ល៉េះហើយធ្វើឲ្យដំណើរជីវិតរបស់អ្នកពោពេញដោយភាពបាទរវល់រាល់ការងារមិនសូវមានភាពល្អប្រសើរទេទាមទារមានការប្រឹងប្រែងរាល់ការងារធ្វើលោកអ្នកបានគិតមុខគិតក្រោយមិនសូវសម្រេចបានដូចបំណងឡើយទាមទារមានការប្រឹងប្រែងហើយការរកស៊ីភេវនៅអ្វីយល់ល្អលោកអ្នកកុំទៅតែប្រឹងប្រែងពេកនៅក្នុងថ្ងៃនេះប្រយ័ត្នមានការខាត់បងនៅប្រាក់ចំណាយឬក៏ដូចជាលេបប្រាក់លេងភាគហ៊ុននៃការរកស៊ីអ្វីក្តីត្រូវតែមានការគិតឲ្យបានដិតដល់ទៅល្អប្រសើរជាពិសេសលោកអ្នករកចាំដល់ថ្ងៃបន្តខាងមុខទៀតនោះក៏មិនហួសពេលដែរទៅលោកអ្នកត្រូវតែការប្រឹងប្រែងហើយការធ្វើដំណើរវិញនោះជួបតែភាពប្រទាំងប្រទើមួយចំនួនត្រឡប់មកវិញហើយរាយបញ្ញាស្នាមប្រស្រីមិនមានភាពល្អប្រសើរទេមានការកម្មកោបន្តិចបន្តួចជាពិសេសមានអ្នកទី3ជួបមកអុកប្លុកយាយីផ្លូវចិត្តក្នុងក្រុមគ្រួសារហើយសូមលោកអ្នកខមមិនលេខសំណាងគឺលេខ168ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរតែម្ដងជាបន្តមកទីនេះចំណងលោកនេះកើនៅក្នុងឆ្នាំមម៉ែជោគជតារិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកមានការរីកចម្រើនលូតលាស់សន្សំបាទទៅមុខបន្តការងើបឡើងខ្ពស់តទៅមុខទៀតហើយនៅក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីមួយក្រោយតែងតែទទួលបានភាពជោគជ័យល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានភាពបាទលំបាករកការងារនោះទេតែមកភាពជោគជ័យទាំងអស់គ្នាហើយការធ្វើដំណើរបាទទីឆ្ងាយជួបភាពសុខដុមនេះសមួយដងហើយរីបញ្ញាស្នាមប្រស្រីមានភាពផ្អែមល្ហែមល្អចំពោះគ្នាមិនមានរឿងរ៉ាវកើតឡើងនោះទេហើយបើមានសត្រូវមកពីមុខសូមឲ្យរំលងបើមកពីក្រោយខ្នងសូមឲ្យវិនិច្ឆ័យបើមានអាណាផងក្រប់លើរូបអ្នកតែលើរូបគេការផងប្រាថ្នាទុយទុំក្តីតែមិនសម្រេចដូចក្តីបំណងផងប្រាថ្នាទាំងអស់គ្នាសូមកុំភ្លេចខមមិនលេខសំណាងគឺលេខ555នៃលេខសំណាងហុងស៊ុយល្អប្រសើរមកជាបន្តមកទីនេះចំណងអលនីរិកើនៅក្នុងឆ្នាំវោកជោគជតារិស័យនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាននៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបានងើបឡើងខ្ពស់ដូច្នេះលោកអ្នកធ្វើអ្វីមានការរីកចម្រើនលូតលាស់សន្សំទៅមុខអត់មានភាពថយក្រោយនោះទេដូច្នេះលោកអ្នកធ្វើអ្វីតែទទួលផលផ្លែផ្កាមកវិញក្រនីទីពេញចិត្តហើយការប្រកបមុខរបររកទទួលទាននានាទទួលបាននៅផលល្អប្រសើរមួយចំនួនត្រឡប់មកវិញហើយការធ្វើដំណើរទីឆ្ងាយជួបភាពសុខរឹងវិសមមួយដងហើយរីបញ្ញាស្នាប្រស្រីកំឡោះក្រមុំពុំម៉ៃក្តីមានភាពល្អប្រសើរចំពោះគ្នាមិនមានរឿងរ៉ាវកើតឡើងនោះទេហើយបើមានស្ត្រឹមមកពីមុខសូមឲ្យរំលងបើមកពីក្រោយខ្នងសូមឲ្យវិនិច្ឆ័យបើមានអ្នកណាផងក្រោកលើអ្នកនឹងធ្លាក់ទៅលើរូបគេការប៉ងប្រាថ្នាតែមិនសម្រាប់ឌីក្រីបំណងប៉ងប្រាថ្នាទាំងអស់គ្នាប៉ុន្តែសូមខមមិនលេខសំណាងគឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរមកជាបន្តមកទីនេះចំណងអលនីរិកើនៅក្នុងឆ្នាំរកាជោគជតារិស័យនៅក្នុងថ្ងៃនេះឃើញថាគឺសរុបចុះបាននៅក្នុងថ្ងៃនេះដោយសារឌូរិស័យរបស់អ្នកបានធ្លាក់សរុបចុះម្ល៉េះហើយលោកអ្នកធ្វើអ្វីក៏ដោយតែងតែមានភាពរដេរដប់រាល់ការងារមួយចំនួនត្រឡប់មកវិញមិនសូវមានភាពល្អប្រសើរទេទាមទារមានការប្រឹងប្រែងទាំងអស់គ្នារាល់ការងារបន្តទៅមុខទើបល្អប្រសើរ
ហើយការធ្វើដំណើរទីចិត្តទីឆ្ងាយទីមានការប្រឹងប្រែងរាល់ការងារទាំងអស់គ្នាទៅបានមកភាពជោគជ័យរីបញ្ញាស្នេហ៍ប្រស្រីត្រូវតោងមានការជះជីសាយគ្នាបានច្រើនទៅជាការល្អប្រសើរបំផុតដើម្បីជៀសវាងកុំឲ្យមានរឿងរ៉ាវអាក្រក់ណាមួយកើតឡើងហើយនៅក្នុងថ្ងៃនេះសូមលោកអ្នកខមមិនលេខសំណាងគឺលេខ889នៃលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទជាបន្តមកទីនេះចំណងអស់លោកអ្នកដេកនៅក្នុងឆ្នាំចជោគជ័យរិស័យរបស់លោកអ្នកនៅក្នុងថ្ងៃនេះឃើញថាឡើងខ្ពស់ត្រដែតបាទនៅក្នុងថ្ងៃនេះលោកអ្នកមានជោគស្រីសុខស្ដីជ័យមង្គលហើយទៅបីធ្វើអ្វីក្រោយត្រមែងតែងផ្ដល់ផលល្អប្រសើរមួយចំនួនត្រឡប់មកវិញមិនមានផលលំបាកនោះទេហើយការធ្វើដំណើរទីចិត្តទីឆ្ងាយក្តីជួបតែសេចក្តីសុខសេមសាមនេះសំមួយដងហើយរីបញ្ញាស្នេហ៍ប្រុសស្រីក្រុមគ្រួសារក៏មានភាពលោកលឿនល្អចំពោះគ្នាមិនមានរឿងរ៉ាវកើតឡើងនោះឡើយហើយនៅក្នុងថ្ងៃនេះមកលោកអ្នករកស៊ីពីហ៊ុនអ្វីមួយមិនថាផ្លត់ទឹកផ្លត់គោផ្លត់កេះក៏ទទួលអនុផលកម្រៃក្រនជាទីពេញចិត្តហើយបើការបាទរកស៊ីត្រូវតែប្រឹងប្រែងបន្តការងារទៅមុខទៀតទៅប្រសើរហើយការធ្វើដំណើរជួបប្រទះក្តីសុខដុកដុំរមនាមិនមានបញ្ហាអាក្រក់កើតឡើងនោះឡើយប៉ុន្តែសូមលោកអ្នកខមមិនលេខសំណាងគឺលេខ168ដែលជាលេខសំណាងហុងស៊ុយលោកអ្នកធ្វើអ្វីបានភាពជោគជ័យល្អប្រសើរមកជាបន្តមកទីនេះចំណល់អស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលជោគជ័យរិស័យរបស់លោកអ្នកបាននៅក្នុងថ្ងៃនេះឃើញថាគឺសរុបចុះបាននៅក្នុងថ្ងៃនេះទូរិស័យរបស់លោកអ្នកបានធ្លាក់ស្រុតចុំលហើយលោកអ្នកធ្វើអ្វីតែងតែទទួលបានភាពជោគជ័យបាទមួយចំនួនរាល់ការងារមិនសូវមានភាពល្អប្រសើរទេទីមានការបាទប្រុងប្រយ័ត្នប្រយែងនិងយកចិត្តទៅដាក់ចំពោះគ្នាបានខ្ពស់ទើបជាការល្អប្រសើរហើយនៅក្នុងថ្ងៃនេះការរកទីចិត្តទីឆ្ងាយគឺមិនថាផ្លត់ទឹកផ្លូវគោផ្លូវអាកាសក្តីទីមានការបាទប្រឹងប្រែងរាល់ការងារបន្តទៅមុខទៀតទើបជាការល្អប្រសើរហើយការធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបបានជោគជ័យចំណែកការនិយាយស្ដីក៏បីមានការពិចារណាបានច្រើនទៅប្រសើររីលៀបសការៈច្រើនបាននឹងការកាត់ខំប្រឹងប្រែងរបស់ខ្លួនឯងចំពោះទឹកចិត្តពោពេញដោយភាពចង់ចាញ់ឈ្នះនេះដទៃចំណែកឯបញ្ហាស្នាប្រស្រីត្រូវតមានការយកចិត្តដាក់ចំពោះគ្នាបានខ្ពស់ទៅប្រសើរហើយសូមលោកអ្នកខមមិនលេខសំណាងហើយគឺលេខ999ដែលជាលេខសំណាងហុងស៊ុយល្អប្រសើរណាស់នៅក្នុងថ្ងៃនេះបាទប្រិមត្តបងប្អូនទូទាំងស្នេហ៍ជនរបស់គ្នាពេលនេះបានតាមដានស្ដាប់នៅការទូទីនៅក្បួនមួយចំនួនជាមួយយើងខ្ញុំនៅក្នុងថ្ងៃនេះឥឡូវសូមបន្តជាមួយយើងខ្ញុំនៅវីដេអូក្រោយតទៀតឥឡូវនេះយើងខ្ញុំសូមបញ្ចប់ត្រឹមតែម្នេះចោលសូមបងប្អូនចុច like ចុច share ចុច subscribe ដល់រូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីរាល់ការទូទីឥឡូវនេះយើងសូមអរគុណសូមគោរពលា